សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយទៀតហើយនេះគឺសាច់គោអាំងក្រឡងភ្នំឥឡូវនេះយើងបង្កាត់ភ្លើងរួចអស់ហើយយើងចាំតែអាំងសាច់យកតែម្ដងទេដោយសារវីដេអូកាត់ទេឥឡូវយើងចាប់ផ្ដើមដាក់អាំងសាច់យកហើយយើងសាច់និងបន្លែនេះយើងបានបន្លាក់គ្រឿងវាហុយអស់ហើយតែសាច់យើងបន្លាក់គ្រឿងតែបើសិនជាបន្លែយើងបន្លាក់តែប្រេងខ្យងហើយយើងអាំងវាសពហ្នឹងវាឆ្ងាញ់វាជ្រលក់មួយទឹកត្រីកោះកងទៅមិនបាច់អីច្រើនទេសាច់គោរបស់ឆ្ងាញ់ហើយយើងចាំបាច់ធ្វើអីច្រើនសាច់គោអាំងយើងហូបតែឆៅគោតបានដែរបើសិនអ្នកហ៊ានហូបប៉ុន្តែខ្ញុំអត់ហ៊ានទេតែបើទេសភាពវិញមិនបាច់និយាយទេបងប្អូនទឹកវិញតែជាក់ស្រេបតែម្ដងនៅកន្លែងនេះបើសិនជាមេឃភ្លៀងអង្គុយអត់កើតទេដោយសារទឹកជ្រៅអាចឈានដល់ចំចកេះហើយហូរខ្លាំងព្រោះអីវាហូរមកពីលើភ្នំអានេះដោយសារខាងមេឃខាងភ្លៀងនេះបានខ្ញុំមកកន្លែងនេះបានហើយយើងដាក់អាំងសាច់នេះសាច់យើងនេះវារឿងស្ដាងដោយសារយើងចង់ឲ្យវាឆ្អិនលឿនហើយណាមួយខ្ញុំអត់សូវចេះអាសោះពេកយើងដាក់អាំងបន្លែមកហើយបើទេសភាពពីក្រោយវិញបងប្អូនអើយមិនបាច់និយាយទេគឺថា everyone តែម្ដងហើយឥឡូវនេះយើងចាប់ផ្ដើមលើតែឥឡូវនេះរហូតបើវីដេអូបន្ទាប់ពីនេះមកយើងអាំងរួចហើយយើងមកនាំកូនលេងទឹកបាច់ដាក់គ្នាបន្តិចម្ដងមើលហើយទឹកនេះវាហូរមករឹមមកវាទឹករាក់នេះប៉ុន្តែគាត់ថាវាស្អាតមកហើយទឹកថ្លាហើយទឹកអឡោទេដោយសារវាលើថ្មហើយបើសិនជាបងប្អូនមានពុកម៉ាក់អាម៉ាក់ហ្នឹងមកអង្គុយជុំគ្នាអាំងមន់អាំងសាច់ដាក់ជាហើយល្អបណ្ណាទេជាហ្នឹងមិនបាច់ទិញតកកមកទេបាទយកមកដាក់ក្នុងទឹកហ្នឹងគាត់ទៅបាត់ទៅហើយព្រោះអីថាទឹកនេះវាទៅជាងតកកទៅទៀតបានជាកូនខ្ញុំលេងមិនចង់ចាញ់សោះហើយដើមឈើទាំងអស់នេះសុទ្ធតែដើមកាសាទេហើយកាសានេះឃើញអញ្ចឹងទេបាទតែមួយឆ្នាំ2ឆ្នាំហ្នឹងប៉ុណ្ណាណៃអស់ហើយអ្នកស្រុកអ្នកភូមិនេះគេយកគេកាប់លក់កាប់អីចឹងហើយកាសាគេហាមឃាត់ទេសារវាដើមដែលវាធំលឿនហើយវាមិនចេះដាច់ពូជទេហើយឥឡូវនេះយើងមកប្រែសាច់របស់យើងវិញម្ដងជីវិតរងថ្ងៃមានតែការភ្លុកការហូបហើយការប្រែចឹងហើយឥឡូវនេះចាត់បានមកចាហៀងហើយនៅសល់តាមជាងទៀតទេយើងបានហូបហើយព្រោះតែតែផ្សែងវាក៏ឈ្ងុយនេះមិនបាច់តន់ហូបទេហើយបើម្នាក់នោះវិញឃើញលេងតែទឹកទេឥឡូវនេះយើងបានឆ្អិនបានខ្លះហើយនៅសល់ខ្លះទៀតយើងទុកក្រោយអាណាយើងឆ្អិនមុនយើងហូបមុនមើលតែអាណាឆ្អិនកុំឲ្យវាក្រៀមពេកវាចូលសាច់ជៀនហើយវាលេងសាច់អាំងហើយបន្លែយើងតែប៉ុណ្ណឹងយើងហូបបានហើយភាសានេះយើងគ្រាន់តែដាក់វាឲ្យវាសពប់ទេបន្ទាប់ពីនេះទៀតយើងចាប់ផ្ដើមហាន់របស់វាហើយយើងចាប់ផ្ដើមហាន់វាតែម្ដងនិយាយក៏ខុសបាទខុសច្រើនមកនិយាយគេថានិយាយច្រើនខុសច្រើនអញ្ចឹងគាត់ថាការហាន់ចេញមកដូចមានតំណងសោះប៉ុន្តែអត់អីទេឲ្យតែបានឲ្យកូនញ៉ាំទៅបានហើយឥឡូវនេះយើងលើតែឥឡូវនេះរហូតដល់វីដេអូយើងហាន់ច្រិចចឹងមកហើយតុកយើងវារៀងតូចពេកហាន់ទៅរវល់តែញ៉ែញ៉ចុងខាងគេហៅថាចែងចំជន់ចានជ្រក់អស់អញ្ចឹងបន្ទាប់ពីនេះទៀតយើងដាក់សាច់របស់យើងនៅលើទឹកដែលកំពុងតែហូរនេះតែម្ដងឃើញថាអាសាច់ក៏ឆ្ងាញ់អាទេសភាពក៏ស្រស់បូកផ្សំទាំងសាច់ស្រស់របស់យើងវាមិនស្រស់ពេកទេវាមិនល្មមហូបទេហើយជាមួយនឹងបន្លែដែលយើងបន្លាក់ប្រេងខ្យងអាំងសពតគឺថាជាតិមិនបាច់និយាយទេបាទយើងមានសាច់គោរបស់ឆ្ងាញ់ហើយយើងមិនធ្វើច្រើនទេយើងធ្វើតែអញ្ចឹងក៏ហូបឆ្ងាញ់ដែរ
សាច់គោជាសាច់តែមួយដែលឆ្ងាញ់ហើយចាំបាច់ទៅធ្វើអីច្រើនពេកតែប៉ុណ្ណឹងទៅហើយមើលមាត់កូនកំមុំខ្ញុំទៅបាទវាចឲ្យហើយទៅពីពេកហៅអត់ចង់ហូបទេតែប៉ុន្តែដល់ពេលហូបមាត់វាចឲ្យហើយវីដេអូនេះបាទអ្នកដែលមិនអ្នកដែលមិនទាន់បាន Subscribe Follow សូមជួយ Subscribe Follow មួយផងបាទជាការបន្តដង្ហើមទៅមុខទៀតបាទនិយាយលេងទេកម្លាំងចិត្តទៅមុខទៀតទេបាទមើលតែមាត់មើលតែអីក៏ដឹងថាឆ្ងាញ់ដែរបាទហើយការហូបនេះគឺថាហឹរពេកហឹរយកតែមែនតើដាក់មួយម៉ាត់នេះចង់មកវិញដោយសារតែវាហឹរពេកតែវាមិនអីទេព្រោះដោយសារថ្ងៃនេះយើងមិនសូវស្រួលខ្លួនផងវាបោកផ្សំគ្នាទៅធ្វើឲ្យយើងតោអញ្ចឹងទៅបាទហើយកូនខ្ញុំឃើញខ្ញុំអញ្ចឹងហើយសួរប៉ាមិនកូនភ័យដែរហើយវីដេអូនេះបានចុងក្រោយដល់ទីបញ្ចប់ទៅហើយបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាសូមកុំភ្លេចបាទជួយ Subscribe Follow ផងបាយបាយ